រុក្ខជាតិទឹកបែបនេះយើងទើបតែបាត់ឃើញជាលើកទី1រុក្ខជាតិនេះមានក្រហមដូចស្វាយរុក្ខជាតិនេះមិនអាចដកពណ៌ពីបែបវិញព្រះអង្គរុក្ខជាតិស័ក្តិសិទ្ធិមែនពណ៌ក្រហមមួយនេះស័ក្តិសមនឹងព្រះអង្គណាឯពណ៌ស្វាយមួយនេះស័ក្តិសមនឹងអ្នកមនាងព្រះអង្គពិភពលោកធំប៉ុណ្ណាក៏កើតពីភាពញីឈ្មោលមិនអាចគ្មានញីក៏មិនអាចគ្មានឈ្មោលដែរបើខ្វះញីឈ្មោលគឺគ្មានមិនទាំងដីទេយើងនិយាយត្រូវទេព្រះអង្គមានបន្ទូលត្រូវណាស់ចំពោះព្រះអង្គញីឈ្មោលប្រៀបដូចជាមេឃហើយនឹងដីមិនអាចខ្វះបានព្រោះតែអញ្ចឹងខ្ញុំម្ចាស់ថ្លាមធំសូមវល់ព្រះអង្គសូមលើកលែងទោសឲ្យបងស្រីខ្ញុំម្ចាស់ឲ្យគាត់ចេញពីសំណាក់នោះមកវិញមកនាងថ្លាមធំណាស់បែរជាហ៊ានមកសុំវល់យើងទើបតែពីគ្រោះជាមួយលោកប៉រកប្រទានស្លាប់បងស្រីនាងទុកជាការប្រមាថព្រះអង្គខ្ញុំម្ចាស់មិនមានចេតនាប្រឆាំងនឹងព្រះអង្គទេខ្ញុំម្ចាស់គ្រាន់តែជួយជីវិតបងស្រីបើព្រះអង្គចាំប្រទានទោសស្លាប់ដល់បងស្រីខ្ញុំម្ចាស់សូមព្រះអង្គសម្រាប់ខ្ញុំម្ចាស់គុណចាស់ល្អការស្ដាប់សុំនេះយើងអាចសម្រេចបំណងនេះយើងចង់រមើលមើលនាងពិតជាព្រមទៅស្លាប់ជួបបងស្រីនាងទេចាំពុកប្រភពព្រះអង្គមិនអាចនិយាយលេងនោះទេខ្ញុំម្ចាស់សុខចិត្តស្លាប់ជំនួសបងស្រីខ្ញុំម្ចាស់ឲ្យតែព្រះអង្គនិយាយជានិញ្ញាតឲ្យបងស្រីខ្ញុំម្ចាស់រស់តទៅទៀតល្អយើងចង់រមើលមើលនាងពិតជាព្រមទៅស្លាប់ជួបបងស្រីនាងវិញសេនាអូចៅស្រីក្លឹបធំនេះចេញទៅព្រៀបទៅទទួលនេះជាព្រះអង្គដល់មកនេះពេលនេះមិនមែនជាពេលលោកសវត្តព្រះអង្គជប់សិនបៃតាទីលោចេញហេតុអីនាងចង់ទៅស្លាប់ជួបបងស្រីនាងព្រោះគាត់ជាបងម្កាខ្ញុំម្ចាស់ជាសាច់ជាឈាមរបស់ខ្ញុំម្ចាស់បើនាងមិនស្លាប់នាងអាចធ្វើជាអ្នកនាងរីកបុត្រខ្ញុំអាចស្នើសុំបិតាលើកលែងទោសស្លាប់ដល់នាងមិនបាច់ទេរីកបុត្រនាំទៅវិញឆ្ងាយព្រោះមិនអាចជួយខ្ញុំម្ចាស់បានហើយនាំទុករបស់ស្រីខ្ញុំម្ចាស់ទៀតបងស្រីឯងមកធ្វើអីដែរឆាប់ទៅវិញទៅទីលោមកជួយអ្នកនេះសិចពីទីនេះនាងចង់ទៅស្លាប់ជួបអ្នកនេះនេះថាម៉េចគឺពិតមែនទេបានជាព្រះអង្គអត់មេត្តាធម៌ខ្ញុំមានតែធ្វើយ៉ាងនេះខ្ញុំទៅស្លាប់ឲ្យទៅមើលបងស្រីបងមិនអាចស្លាប់ទេបងត្រូវទៅរស់ទៀតបងដាំយកក្រុងចុងលីរកចិត្តថាជូនពុកនឹងម៉ែយើងវិញបងស្រីមិនមែនបងមិនចង់រស់ទេគឺព្រះអង្គចង់តតឃើញបងប្អូនយើងមានស្លាប់ម្នាក់បើចង់ស្លាប់ទៅឲ្យបងស្លាប់ទៅហើយកុំស្លាប់អីល្អជាងទោះថាស្លាប់ម្នាក់ក៏គួរតែខ្ញុំស្លាប់ដែរបងស្រីចាំពីយើងរត់ចេញពីក្រុងចុងលីមកខ្ញុំការពារបងចាប់រហូតខ្ញុំបានស្ដាប់ថាឲ្យតែខ្ញុំនៅរស់ដាច់ខាតមកឲ្យបងទទួលរងគ្រោះអ្វីទាំងអស់បងស្ដាប់តាមខ្ញុំណាបងស្ដាប់តាមខ្ញុំ